ស្ត្រីម្នាក់បានប្រើប្រាស់អាយុជីវិតរបស់នាងចំនួន20ឆ្នាំដើម្បីប្រែក្លាយខ្លួនពីក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ទៅជាស្ត្រីវ័យចំណាស់ដ៏អាក្រក់ម្នាក់នាងធ្វើរឿងទាំងអស់នេះគ្រាន់តែដើម្បីសង្គ្រោះស្វាមីដែលរងរបួសយ៉ាងធ្ងន់ធ្ងរនិងជិតស្លាប់របស់នាងប៉ុន្តែទោះជាយ៉ាងនេះក្តីនាងនៅតែមិនអាចរក្សាជីវិតរបស់ខ្លួនឯងបានឡើយក្នុងរយៈពេល3ឆ្នាំបន្ទាប់នាងបានប្រើឈាមបេះដូងរបស់នាងរាល់ថ្ងៃដើម្បីដាំថ្នាំឲ្យស្វាមីដើម្បីធានាថាគាត់នឹងជាសះស្បើយពេញលេញតម្លៃដែលនាងបានបង់គឺការគ្មានកូនរយៈពេល3ឆ្នាំដោយពឹងផ្អែកលើស្ត្រីម្នាក់ដែលបានដាក់សត្វល្អិតមន្តអាគម Parasite ចូលក្នុងខ្លួនគាត់អាជីពរបស់ស្វាមីបានរីកចម្រើនក្នុងរយៈពេល3ឆ្នាំនោះហើយគាត់បានក្លាយជាមេដឹកនាំកងទ័ពដ៏មានអំណាចយ៉ាងឆាប់រហ័សថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃរយៈពេល3ឆ្នាំនោះដរាបណានាងអាចទ្រាំបានត្រឹមថ្ងៃនេះស្ត្រីរូបនេះនឹងទទួលបានភាពស្រស់ស្អាតពីមុនមកវិញហើយនាងក៏នឹងអាចមានកូនជាមួយស្វាមីបានដែរប៉ុន្តែនៅពេលដែលនាងយកថ្នាំទៅឲ្យគាត់នាងបានឃើញគាត់វិលត្រឡប់មកផ្ទះវិញជាមួយក្មេងស្រីម្នាក់ក្មេងស្រីនោះគឺជាស្នេហាដំបូងរបស់គាត់ដោយយល់ច្រឡំថាស្ត្រីនោះជាអ្នកបម្រើនាងបានស្ដីបន្ទោសស្ត្រីនោះដែលហ៊ានរំខានពេលម្ចាស់កំពុងញ៉ាំអាហារបុរសនោះបានប្រាប់ក្មេងស្រីនោះកុំឲ្យនិយាយរឿងគ្មានន័យហើយបានណែនាំស្ត្រីរូបនោះថាជាប្រពន្ធរបស់គាត់ស្នេហាដំបូងរបស់គាត់ដោយសារតែភាពក្មេងនិងសម្រស់របស់នាងបានចាប់ផ្ដើមចំអកឲ្យស្ត្រីរូបនោះដោយនិយាយថានាងមើលទៅដូចជាអាយុ60ឆ្នាំហើយថែមទាំងចាស់ជាងស្វាមីនាង20ឆ្នាំទៀតផងម្ដាយក្មេកចិត្តអាក្រក់ថែមទាំងបានរុញចានទឹកថ្នាំឲ្យដួលហើយជេរប្រមាថស្ត្រីនោះថាជាមនុស្សគ្មានសមត្ថភាពមានកូនភ្លាមបន្ទាប់ពីនោះនៅចំពោះមុខស្ត្រីរូបនោះស្វាមីបានប្រកាសថាគាត់នឹងរៀបការជាមួយស្នេហាដំបូងរបស់គាត់ជាប្រពន្ធទី2ដែលមានឋានៈស្មើនឹងនាងស្ត្រីរូបនោះខឹងសម្បាយ៉ាងខ្លាំងនាងញ័រខ្លួនសួរស្វាមីថាតើអ្នកនៅចាំពាក្យសច្ចាដែលអ្នកបានស្វាការពីលុតជង្គង់នៅចំពោះមុខខ្ញុំដែរឬទេនៅពេលនោះស្នេហាដំបូងរបស់គាត់បានស្ទាបពោះនាងហើយនិយាយថានាងមានផ្ទៃពោះកូនរបស់បុរសនោះរួចទៅហើយស្ត្រីរូបនោះមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលលើបែបនេះព្រោះនាងដឹងថាមុនពេលដែលរបួសរបស់ស្វាមីជាសះស្បើយពេញលេញគាត់មិនអាចមានកូនបានឡើយនាងសន្និដ្ឋានថាកូនក្នុងផ្ទៃរបស់ស្នេហាដំបូងនោះមិនមែនជារបស់គាត់ទេប៉ុន្តែនាងក៏ដឹងដែរថាអ្នកទាំងពីរបានតាក់ទងគ្នាយ៉ាងសម្ងាត់យូរមកហើយដោយឃើញថាការពិតត្រូវបានលាតត្រដាងបុរសនោះក៏ឈប់សម្ដែងហើយបញ្ជាឲ្យចាប់ចងស្ត្រីរូបនោះមិនយូរប៉ុន្មានស្ត្រីរូបនោះក៏ត្រូវបានគេវាយឲ្យសន្លប់ហើយបោះចូលក្នុងភ្នូររួមដូចជាសម្រាមបុរសនោះមានបំណងលុបបំបាត់នាងចេញពីពិភពលោកនេះទាំងស្រុងប៉ុន្តែភ្លាមនោះនៅឆ្ងាយក្នុងកោសម្ព័ន្ធអាថ៌កំបាំងមួយមេកោសម្ព័ន្ធបានដឹងថាកូនស្រីរបស់គាត់កំពុងមានគ្រោះថ្នាក់គាត់បានដឹកនាំប្រជាជនរបស់គាត់ទៅកាន់ដីគោកភ្លាមនៅពេលដែលស្ត្រីរូបនោះជិតស្លាប់មេកោសម្ព័ន្ធក៏មកដល់ទាន់ពេលវេលាហើយនាំនាងត្រឡប់ទៅកោសម្ព័ន្ធអាថ៌កំបាំងវិញជាចុងក្រោយដោយប្រើសិល្បៈព្យាបាលអាថ៌កំបាំងរបស់កោសម្ព័ន្ធមេកោសម្ព័ន្ធបានសង្គ្រោះកូនស្រីដែលកំពុងជិតស្លាប់របស់គាត់បន្ទាប់ពីត្រឡប់ទៅកោសម្ព័ន្ធអាថ៌កំបាំងវិញស្ត្រីរូបនោះលែងជាប្រពន្ធដែលចុះចូលនឹងសោកសៅទៀតហើយប៉ុន្តែបានក្លាយជាមហាបូជាចារ្យ High Priestess នៃកោសម្ព័ន្ធដែលគ្រប់គ្រងលើភាពរស់និងសេចក្តីស្លាប់នាងបានសុំឲ្យពួកព្រឹទ្ធាចារ្យឲ្យដកសត្វល្អិតមន្តអាគមនោះចេញពួកព្រឹទ្ធាចារ្យបានព្រមាននាងថានៅពេលដែលសត្វល្អិតត្រូវបានដកចេញសម្រស់ក្មេងវ័យរបស់នាងនឹងត្រឡប់មកវិញភ្លាមប៉ុន្តែស្វាមីរបស់នាងនឹងរងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងររហូតដល់ស្លាប់ដោយហូរឈាមចេញតាមរន្ធទាំង7ភ្នែកច្រមុះមាត់ត្រចៀកភ្នែករបស់ស្ត្រីរូបនោះប្រែជាត្រជាក់គោលបំណងពិតរបស់នាងគឺចង់ឲ្យបុរសនោះស្លាប់បន្ទាប់មកនាងបានណែនាំឪពុករបស់នាងឲ្យផ្សព្វផ្សាយដំណឹងថាមហាបូជាចារ្យដែលបានធ្វើសមាធិបិទខ្លួនរយៈពេល3ឆ្នាំនឹងរៀបចំពិធីជប់លៀងដ៏ពិសិដ្ឋនៅកំពូលភ្នំអេវើរេសក្នុងរយៈពេល3ថ្ងៃទៀតដោយអញ្ជើញមនុស្សមកពីជុំវិញពិភពលោកក្នុងពេលជាមួយគ្នានោះបន្ទាប់ពីបាត់បង់សត្វល្អិតមន្តអាគមរាងកាយរបស់បុរសនោះចាប់ផ្ដើមរងការវាយបកគ្រូពេទ្យទាំងអស់សុទ្ធតែអស់សមត្ថភាពឥឡូវនេះជំរើសតែមួយគត់គឺត្រូវស្វែងរកជំនួយពីមហាបូជាចារ្យនៃកោសម្ព័ន្ធបើមិនដូច្នេះទេគាត់នឹងមិនអាចរស់បានលើសពី7ថ្ងៃឡើយនៅពេលដែលបុរសនោះធ្លាក់ក្នុងភាពអស់សង្ឃឹមលិខិតអញ្ជើញពីមហាបូជាចារ្យឲ្យក៏បានមកដល់គាត់យល់ច្រឡំថានាងកំពុងព្យាយាមកប់ចិត្តគាត់ហើយក៏ចេញដំណើរទៅចូលរួមពិធីជប់លៀងនោះភ្លាមនៅពេលនោះមនុស្សជាច្រើនបានប្រមូលផ្ដុំគ្នានៅភ្នំអេវើរេសបុរសនោះខំប្រឹងទ្រាំនឹងរាងកាយដ៏ខ្សោយរបស់គាត់ហើយរីករាយនឹងការសរសើររបស់គ្រប់គ្នាគាត់ស្រមៃថាបន្ទាប់ពីទទួលបានពរជ័យពីមហាបូជាចារ្យមិនត្រឹមតែសុខភាពរបស់គាត់នឹងជាសះស្បើយប៉ុណ្ណោះទេប៉ុន្តែអាជីពរបស់គាត់ក៏នឹងឈានដល់កម្រិតកំពូលផងដែរបន្ទាប់មកកណ្ដឹងក៏រត់ឡើងហើយកន្លែងទាំងមូលក៏ស្ងប់ស្ងាត់រូបរាងមួយបានដើរចេញមកយឺតនៅពេលដែលបុរសនោះឃើញមុខមាត់នោះច្បាស់គាត់ក៏មានការកក់ស្លុតភ្លាមគាត់មិនដែលនឹកស្មានដល់ឡើយថាមហាបូជាចារ្យនៃកោសម្ព័ន្ធនោះគឺជាប្រពន្ធដែលគាត់ធ្លាប់តែមើលងាយម្ដាយរបស់ក្មេងស្រីម្នាក់បានរៀបចំឈូសសម្រាប់ថ្ងៃរៀបការរបស់នាងម្ដាយបានលក់នាងក្នុងតម្លៃថ្លៃបណ្ណាការ50,000 យន់ដើម្បីសងបំណុលល្បែងរបស់បងប្រុសនាងត្រូវបានគេលក់ទៅឲ្យមេតបម្នាក់ដែលអ្នកភូមិទាំងអស់និយាយថាជាអារក្សបុរសម្នាក់នោះកាន់តែខូខើនិងសាហាវខូខើខ្លាំងឡើងបន្ទាប់ពីបាត់បង់ជើងក្នុងសមរភូមិស្ត្រីគ្រប់រូបដែលត្រូវបានបញ្ជូនឲ្យមករៀបការជាមួយគាត់កន្លងមកសុទ្ធតែត្រូវបានគាត់សម្លាប់ចោលដោយខ្លាចក្មេងស្រីម្នាក់នេះធ្វើឲ្យមេតបខឹងហើយនាំទុកដល់គ្រួសារម្ដាយរបស់នាងបានព្រមាននាងមុនពេលចាក់ចេញថានាងនឹងគ្មានទំនាក់ទំនងអ្វីជាមួយគ្រួសារទៀតទេបន្ទាប់ពីរៀបការរួចនាងត្រូវតែមិនត្រឡប់មកវិញជាដាច់ខាតទោះបីជានៅរស់ឬស្លាប់ក៏ដោយក្មេងស្រីនោះមានការជឿចាប់យ៉ាងខ្លាំងពេលឃើញម្ដាយនិងបងប្រុសរបស់នាងរាប់លុយយ៉ាងណាក៏ដោយនាងបានទទួលយកវាសនារបស់នាងរួចទៅហើយថានឹងត្រូវគេធ្វើបាបរហូតដល់ស្លាប់ទោះជាយ៉ាងណាក៏ដោយនៅពេលដែលនាងឃើញបុរសនោះនៅក្នុងបន្ទប់ព្យាបាលនៅយប់នោះនាងបានរកឃើញថាអារក្សដែលគេនិយាយគ្នានោះមិនមែនគួរឲ្យខ្លាចដូចដែលនាងគិតនោះទេផ្ទុយទៅវិញគាត់បានហុចកាបូបលុយធំមួយនិងសម្បត្តិទូកមួយសន្លឹកឲ្យនាងជារៀងរាល់សប្តាហ៍គាត់បានប្រាប់នាងឲ្យរត់គេចខ្លួនទៅខណៈពេលដែលនៅមានឱកាសបុរសនោះមានរបួសជើងធ្ងន់ធ្ងរដែលគំរាមកំហែងដល់ជីវិតរបស់គាត់គ្រួសាររបស់គាត់បានទូចឲ្យគាត់រៀបការដោយជឿថាការរៀបការនឹងនាំមកនូវសំណាងល្អដល់គាត់ប៉ុន្តែបុរសនោះដឹងថាគាត់នឹងមិនរស់បានយូរឡើយហើយគាត់ក៏មិនចង់អូសទាញអ្នកដទៃឲ្យលំបាកជាមួយគាត់ដែរគាត់ធ្លាប់បានដោះលែងគូដណ្ដឹងមុនទាំងអស់របស់គាត់បានឮថាក្មេងស្រីម្នាក់នេះត្រូវបានគេចាត់ទុកថាជាមនុស្សយឺតយ៉ាវខាងសត្វបញ្ញាដូច្នេះគាត់កាន់តែមានចិត្តអាណិតនាងក្មេងស្រីនោះបដិសេធមិនព្រមចាក់ចេញទេបន្ទាប់ពីរឿងនេះនាងស្រាប់តែដោះបង់រុំនៅលើជើងដែលរបួសរបស់បុរសនោះគិតថានាងប្រហែលជាឈួតដោយសារភាពភ័យខ្លាចប៉ុន្តែក្មេងស្រីនោះបាននិយាយរៀបរាប់ពីការធ្វើរោគវិនិច្ឆ័យដូចគ្នាបេះបិទនឹងគ្រូពេទ្យជំនាញជើងរបស់គាត់មានការបាក់ឆ្អឹងជាបំណែកនៅត្រង់ឆ្អឹងស្មងជើងកណ្ដាលបំណែកឆ្អឹង3បានជាប់នៅក្នុងស្រទាប់ឆ្អឹង periosteum ពួកវាសង្កត់ទៅលើសរសៃប្រសាទ peroneal ដែលធ្វើឲ្យការរលាករាលដាលពាសពេញចរន្តឈាមបើទុកមួយខែកន្លះទៀតវានឹងនាំឲ្យឆ្លងមេរោគពេញរាងកាយនិងស្លាប់បុរសនោះមានការភ្ញាក់ផ្អើលជាខ្លាំងគាត់បានសួរភ្លាមថាហេតុអ្វីបានជានាងដឹងនាងមិនមែនជាមនុស្សល្ងងដូចដែលអ្នកគ្រប់គ្នានិយាយនោះទេក្មេងស្រីនោះមិនបានឆ្លើយសំណួររបស់គាត់ទេនាងគ្រាន់តែនិយាយថានាងអាចព្យាបាលជើងរបស់គាត់បានបុរសនោះកាន់តែភ្ញាក់ផ្អើលខ្លាំងជាងមុនគាត់សន្និដ្ឋានភ្លាមថានាងគ្រាន់តែចេះចាំពាក្យសម្ដីរបស់គ្រូពេទ្យមកនិយាយតាមដោយគ្មានការយល់ដឹង
បន្ទាប់ពីក្មេងស្រីនោះដើរចេញទៅបុរសនោះគិតថានាងប្រហែលជារត់គេចខ្លួនបាត់ហើយប៉ុន្តែនៅពេលដែលគាត់ភ្ញាក់ពីគេងនៅព្រឹកព្រលឹមថ្ងៃបន្ទាប់គាត់បានឃើញថានាងមិនបានចាក់ចេញតតែសោះនាងបានយកឱសថជាច្រើនមុខចេញពីកាបូបរបស់នាងហើយចាប់ផ្ដើមបុកវាដើម្បីព្យាបាលរបួសរបស់គាត់ក្មេងស្រីដែលអ្នកភូមិទាំងមូលចាត់ទុកថាជាមនុស្សល្ងងតាមពិតទៅគឺជាទេពកោសល្យផ្នែកវិទ្យាសាស្ត្រដែលរៀនដោយខ្លួនឯងពេលឃើញភាពម៉ឺងម៉ាត់និងការយកចិត្តទុកដាក់របស់នាងបុរសនោះក៏សម្រេចចិត្តឲ្យនាងសាកល្បងព្យាបាលនៅពេលដែលនាងកំពុងលាបថ្នាំប្អូនស្រីរបស់បុរសនោះក៏មកដល់នាងបានស្ដីបន្ទោសក្មេងស្រីនោះភ្លាមដែលហ៊ានដោះម្នាងសាស plaster របស់បងប្រុសនាងចេញបុរសនោះពន្យល់ថាក្មេងស្រីនោះកំពុងព្យាបាលរបួសឲ្យគាត់ប៉ុន្តែប្អូនស្រីរបស់គាត់ស្រែកថាគាត់ប្រហែលជាឈួតហើយនាងមានការបណ្ដុះបណ្ដាលផ្នែកវិទ្យាសាស្ត្រហើយនាងក៏មិនហ៊ានដោះម្នាងសាសចេញដោយចៃដន្យបែបនេះដែរនាងមិនអាចជឿថាបងប្រុសរបស់នាងទុកឲ្យក្មេងស្រីល្ងងធ្វើរឿងបែបនេះទេនាងបានសួរថាតើគាត់ចង់បាត់បង់ជើងទាំងស្រុងមែនទេនាងក៏ចូលទៅដើម្បីរុំម្នាងសាសនោះវិញភ្លាមនោះក្មេងស្រីនោះបានខាត់នាងហើយនិយាយថាការព្យាបាលដោយម្នាងសាសរបស់នាងមិនអាចព្យាបាលរបួសនេះបានទេប្អូនស្រីខឹងសម្បាយ៉ាងខ្លាំងនៅពេលឮពាក្យនេះនាងបានស្ដីបន្ទោសក្មេងស្រីល្ងងដែលមិនចេះអក្សរម្នាក់នេះដែលហ៊ានប្រឆាំងនឹងនាងក្មេងស្រីនោះបានចង្អុលបង្ហាញពីកំហុសផ្នែកវិទ្យាសាស្ត្រភ្លាមនៅទីនោះការដាក់ម្នាងសាសខាងក្រៅមិនបានត្រឹមត្រូវតាមទិសដៅនៃកម្លាំងវានឹងធ្វើឲ្យបំណែកឆ្អឹងដែលបាក់កិតគ្នាជានិច្ចហើយធ្វើឲ្យការឆ្លងមេរោគកាន់តែធ្ងន់ធ្ងរថ្នាំ sulfonamide ដែលនាងប្រើបានធ្វើឲ្យរាងកាយរបស់បុរសនោះមានភាពស៊ាំនឹងថ្នាំការប្រើបន្តទៀតនឹងបំផ្លាញថ្លើមនិងតម្រងនំរបស់គាត់បងប្អូនទាំងពីរនាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទីបំផុតពួកគេដឹងថាក្មេងស្រីនេះចេះផ្នែកវិទ្យាសាស្ត្រពិតប្រាកដមែនប្អូនស្រីបានសួរដោយភ្ញាក់ផ្អើលថាតើនាងមិនមែនជាមនុស្សល្ងងទេក្មេងស្រីនោះមិនបានចាប់អារម្មណ៍នឹងសំណួររបស់នាងទេនាងបន្តលាបថ្នាំរុក្ខជាតិនិងបង់រុំរបួសនាងនិយាយថាជើងរបស់គាត់នឹងជាសះស្បើយទាំងស្រុងក្នុងរយៈពេល1ខែប្អូនស្រីនៅតែចង់បដិសេធពាក្យសម្ដីរបស់នាងថាជាការនិយាយឥតប្រយោជន៍ប៉ុន្តែបុរសនោះបានខាត់ប្អូនស្រីរបស់គាត់មិនឲ្យក្មេងស្រីនោះថាជាមនុស្សល្ងងទៀតឡើយគាត់ជ្រើសរើសជឿជាក់លើក្មេងស្រីនោះគាត់ថ្លែងអំណរគុណដល់នាងដែលបានស្នាក់នៅទីនេះដើម្បីព្យាបាលគាត់ក្មេងស្រីនោះមានអារម្មណ៍រំជួលចិត្តយ៉ាងខ្លាំងកន្លងមកអ្នកគ្រប់គ្នាតែងតែហៅនាងថាជាមនុស្សល្ងងសូម្បីតែម្ដាយនិងបងប្រុសរបស់នាងក៏តែងតែវាយដំនិងស្ដីបន្ទោសនាងថាជាមនុស្សយឺតយ៉ាវដែរបុរសម្នាក់នេះគឺជាមនុស្សដំបូងគេដែលហ៊ានចេញមុខការពារនាងនៅពេលនោះម្ដាយរបស់បុរសនោះក៏បានដើរចូលមកក្នុងបន្ទប់គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញកូនក្រមុំមិនបានរត់គេចខ្លួនបាត់